បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូចាស់មួយបាទចង់បង្ហាញបងប្អូនទស្សនាជាវីដេអូអនុស្សាវរីយ៍ជាមួយតារបស់ខ្ញុំបាទហើយគាត់ក៏ជាគ្រូភ្លេងប្រចាំស្រុកភូមិមួយដែរបាទភ្លេងខ្មែរជាទូទៅគាត់មុននឹងចេញទៅលេងភ្លេងការគាត់ក៏ទាញទ្ររបស់គាត់យកមកซ้อมភ្លេងហើយខ្ញុំអង្គុយក្បែរនឹងឃើញចំណងបងប្អូនណាស្ដាប់ហើយពីរោះហើយឃើញគាត់កោតមកតំណងខ្ញុំគាត់ទាញស្គរចិត្តគាត់ហ្នឹងយកមកវាយលេងបងប្អូនហើយខ្ញុំអត់ចេះលេងភ្លេងទេបងប្អូនចេះភ្លេងខ្មែរទេប៉ុន្តែខ្ញុំចង់ថែរក្សាខ្ញុំចង់ចេះខ្ញុំចង់ដឹងបងប្អូនហើយដូចបងប្អូនស្ដាប់អញ្ចឹងគឺវាយទៅមុខទៅក្រោយទៅមុខទៅក្រោយបងប្អូនដៃថ្មីបងប្អូនដៃស្គរថ្មីហើយក៏ខ្ញុំស្រឡាញ់ចូលចិត្តខាងនឹងដែរបងប្អូនចង់ថែរក្សាភ្លេងខ្មែរឲ្យបងប្អូនបងប្អូនចំនួនក្រោយបានដឹងបានឮថាជាឧបករណ៍ភ្លេងខ្មែរសូមទឹកដៃតាខ្ញុំបង្កើតពីខាន់វាយយូរហើយបងប្អូនវាយរឹងដៃក៏រឹងភ្លេចដែរបាទដូចបងប្អូនបានមើលវីដេអូពីខាងដើមអញ្ចឹងគឺខ្ញុំភ្លេចអស់ហើយបងប្អូនកាលនៅវិតូចខ្ញុំធ្លាប់រៀនភ្លេងជាមួយគាត់បាទហើយតាខ្ញុំក៏គាត់មានកូនសិស្សរបស់គាត់ចំនួនហ្នឹងបាទហើយខ្ញុំក៏រៀនមួយបងបាទហើយគាត់មានកូនសិស្សច្រើនដែរបងប្អូនចំនួនហ្នឹងហើយគាត់ព្យាយាមបង្ហាត់យើងបាទព្រោះអីគាត់ចង់ថែរក្សាវង់ភ្លេងខ្មែរឲ្យកូនចៅចំនួនក្រោយបានស្គាល់បានដឹងហើយគាត់ស្រឡាញ់ណាស់បាទភ្លេងខ្មែរមិនបាច់បានអីទេទៅផ្ទះឲ្យតែបានជិះស្គរមកវាយលេងភ្លេងជាមួយគាត់ចឹងគឺគាត់សប្បាយចិត្តហើយខ្ញុំភ្លេចអស់ហើយបងប្អូនវាយស្គរទៅមុខទៅក្រោយទៅមុខទៅក្រោយព្យាយាមស្ដាប់ភ្លេងត្រើរបស់គាត់ហើយខ្ញុំនឹងលេងតាមគាត់ប៉ុន្តែនៅតែខុសបងប្អូនស្ដាប់មកគឺអត់សមបើអ្នកចេះហ្មងគេអត់នឹងវាយចឹងទេតែខ្ញុំអត់ចេះបងប្អូនអញ្ចឹងខុសត្រូវយ៉ាងណាសូមបងប្អូនអធ្យាស្រ័យបាទព្រោះខ្ញុំមិនមែនជាអ្នកចេះភ្លេងខ្មែរទេតែធ្លាប់រៀនពីមុនមកប៉ុន្តែខ្ញុំភ្លេចភ្លេងបងប្អូនភ្លេចនិយាយទៅស្មើនឹងយើងអត់ចេះហ្មងបងប្អូនអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូអញ្ចឹងរីករាយទស្សនាវីដេអូជាបន្តបងប្អូន